បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅចំណុចមួយទៀតតកតងជាមួយនឹង percentage ជាង percentage នេះគឺជាការកំណត់ប្រភេទតន័យជាភាគរយបាទអញ្ចឹងដើម្បីកំណត់ប្រភេទតន័យលេខរបស់យើងជាភាគរយគឺយើងត្រូវតែកំណត់វានៅកន្លែង percentage បាទអញ្ចឹងយើងបើកតារាង Excel ហើយបាទខ្ញុំចូលទៅកន្លែង percentage បាទអញ្ចឹងខ្ញុំមានតន័យជាលេខបែបនេះដូចគ្នាហើយខ្ញុំធ្វើការ copy ដាក់ក្នុង column មួយទៀតបាទបន្តមកទៀតបាទយើងធ្វើការ select ទៅលើតន័យលេខទាំងអស់ហ្នឹងហើយយើងចុចទៅលើ menu home យើងចុចទៅលើ group number ហើយយើងជ្រើសរើសយកពាក្យថា percentage បាទអញ្ចឹងនៅពេលដែលយើងជ្រើសរើស percentage ទាំងអស់គ្នានឹងឃើញមានភាគរយបែបនេះឬក៏ទាំងអស់គ្នាអាចចុចទៅលើសញ្ញាភាគរយនៅក្នុង group number ក៏បានឬក៏ទាំងអស់គ្នាអាចចុច mouse ស្ដាំជ្រើសរើសយកពាក្យថា format cell ហើយយើងចុចទៅលើពាក្យថា percentage បន្ទាប់មកយើងចុច OK បាទនោះយើងនឹងទទួលបានភាគរយដូចគ្នាបាទអញ្ចឹងយើងចង់កំណត់តាមរបៀបមួយណាក៏បានដែរបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ